របៀបចូលទៅ change icon របស់ Facebook បាទទៅតាមចិត្តដែលយើងចង់បាន free រយៈពេល1 ខែបាទនៅក្នុងការ update របស់ Facebook ថ្មីនេះអញ្ចឹងបងប្អូនទាំងអស់គ្នាបានមើលឃើញនៅក្នុងវីដេអូរបស់ខ្ញុំផ្ទាល់ហើយគឺខ្ញុំបានដាក់រូប Facebook នេះបែរមានរូបបាល់ទាត់គេហៅថាឥឡូវនេះគឺរដូវកាល World Cup អីចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនស្រឡាញ់រូបមួយណាបងប្អូនដាក់រូបមួយនឹងទៅបាទតោះទៅតាមដានទស្សនានឹងដាក់ icon ទាំងអស់គ្នាជាមួយនឹងខ្ញុំជាដំបូងគឺបងប្អូនទាំងអស់គ្នាចូលទៅក្នុង Facebook របស់យើងបាទជា Facebook account បន្តមកទៀតគឺបងប្អូនបាទយកពាក្យថា profile បាទអញ្ចឹងគឺកន្លែងនេះគឺបងប្អូនចូលមកដល់កន្លែងនេះបងប្អូន select យកខាងលើនេះ3ឆ្នូតនេះបាទចុចលើ3ឆ្នូតនឹងមកបន្តមកទៀតគឺបងប្អូនរកពាក្យថា setting and privacy បាទខាងក្រោមគេនេះដែលមានរូបកងចក្រហើយបងប្អូនបន្តយកពាក្យថា setting ដែលមានរូបមនុស្សហើយមានកងចក្រទៅលើបន្តិចនេះបាទហើយយើងរងចាំបន្តិចបាទអញ្ចឹងយើងមកដល់កន្លែងនេះហើយគឺយើងកលេចមើលទៅខាងលើគេដាក់ថា your account អញ្ចឹងសម្រាប់ account ខ្លះគឺវាមានតម្រង់ផ្សេងពីនេះបាទអញ្ចឹងវាមានតែ account center នេះមួយទេ account ខ្លះគឺវាមាន2ទៅទឹមគ្នាអញ្ចេះឯងអញ្ចឹងគឺបើសិនជាបងប្អូនមាន account បាទ2បែបនេះបងប្អូនចុចយកពាក្យថានេះ subscription នេះគឺវាលឿនគឺចូលដល់តែម្ដងបាទអត់មានចាំបាច់ពិបាកអញថ្ងៃច្រើនទេអញ្ចឹងខ្ញុំសូមបាទធ្វើបាទអាខាងលើវិញដោយសារតែអាខាងក្រោមនេះយើងគ្រាន់តែចុចទៅវាទៅហើយអញ្ចឹងអាខាងលើនេះគឺយើង select លើវាបពងមកអញ្ចេះហើយយើងអូរកពាក្យថា subscription នេះបងប្អូននៅខាងក្រោមគេនេះខាងក្រោម Meta Pay នេះបាទនៅខាងក្រោមគេហ្នឹង select លើនឹងមកគឺវារត់ចូលមកដល់កន្លែងនេះដូចគ្នាបាទឥឡូវនេះយើងបន្តទៅលើ account បាទមួយទៀតដោយសារតែ account មួយនោះគឺយើងបាន change វាហើយអញ្ចឹងយើងអាច change វាម្ដងទៀតបានទេអញ្ចឹងខ្ញុំប្រើ account មួយទៀតដើម្បី change អញ្ចឹងយើងចូលមកដល់កន្លែងនេះដូចគ្នាដូចដើមយើងគ្រាន់តែ select យកពាក្យថា Facebook Plus នេះមកបងប្អូនបាទតពីវីដេអូមុន select លើនឹងមកវានឹងរត់តម្រង់បែបនេះឲ្យយើងឥឡូវខ្ញុំសូម screenshot មួយទុកបាទបន្តមកទៀតគឺបងប្អូនបាទយើងអូសវាទៅបាទកន្លែងនេះវាមានតម្រង់ជាច្រើនដើម្បីឲ្យយើងបាទប្រាប់យើងថាវាមិនណាអាហ្នឹងខ្ញុំអត់ទៅរៀបរាប់ពីច្រើនទេបាទគ្រាន់ថានៅទីនេះគឺបាទដែលយើងអាចប្រើប្រាស់ជាមួយនឹង icon free នៅលើ Facebook បានសម្រាប់ app របស់យើងគឺវាត្រូវការឲ្យយើងចំណាយបាទ 0.99 សេននៅក្នុង1ខែតែករណីនេះគឺវាទាមទារឲ្យយើង free ទេបងប្អូនបាទ free ទេសម្រាប់ Facebook គឺវាមានការ update ថ្មីគឺវា free ទេអញ្ចឹងគឺវាឲ្យយើងប្រើប្រាស់រយៈពេល1ខែដោយ free បងប្អូនបាទមើលខាងក្រោមនេះអញ្ចឹងនៅអ្វីដែលយើងបានប្រើប្រាស់នៅមុខងារមួយនេះគឺវារៀបរាប់ខាងលើដល់ក្រោមហ្នឹងខ្ញុំអត់រៀបរាប់អីច្រើនទេបាទគ្រាន់តែដាក់តែ preview storage story អីចឹងទៅបាទអញ្ចឹងខ្ញុំចង់បានហើយនឹងចង់ change ទៅលើ icon Facebook របស់យើងចុចពាក្យថា start your free នេះមកអញ្ចឹងបងប្អូនចង់មើលអីផ្សេងៗបងប្អូន select មើលទៅណាវាមានអីខ្លះនេះឃើញគេដាក់ឲ្យយើងអញ្ចឹងណាបាទវាដូចគ្នាទេចាំមើលអូខេនេះគេអត់ដូចគ្នាទេអញ្ចឹងខ្ញុំអត់រៀបរាប់អីច្រើនទេយើងចុចយកពាក្យថា start your free នេះតែម្ដងបាទអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនអត់បានភ្ជាប់ជាមួយនឹង Visa card ទេគឺវានឹងឲ្យយើងដាក់ Visa card បើសិនជាយើងបានភ្ជាប់ Visa card ហើយយើងគ្រាន់តែចុច button ខាងស្ដាំនៃ iPhone គឺវាអូតូចូលតែម្ដងតែបើសម្រាប់ Android គឺវាតម្រង់ផ្សេងបន្តិចបាទអញ្ចឹងកន្លែងនេះគឺវាឲ្យយើងចេញតម្រង់បែបនេះឲ្យឃើញទេបងប្អូនបាទយើងចាប់ផ្ដើមហៅថានេះ ready to get បាទ started អញ្ចឹងយើងគ្រាន់តែចុចពាក្យថា next បាទហើយយើងចុចពាក្យថា next បន្តទៀតមកបើសិនជាយើងខ្ជិលយើងអូសចេះក៏បានដែរឃើញទេយើងអូសដៃអញ្ចឹងហ្មងក៏លឿនដែរហ្នឹងដល់កន្លែងនេះចុងក្រោយគេនេះគឺវាឲ្យយើង change ហើយបាទនេះវាប្រាប់ឲ្យយើង change ហើយបងប្អូនចង់បានតម្រង់បែបម៉េចបាទជាមួយនឹង Facebook ឥឡូវខ្ញុំសូមធ្វើជាសិនបាទនេះគឺតម្រង់បែបនេះគឺខ្ញុំមានឥឡូវខ្ញុំសូម change ដូរដាក់តម្រង់ផ្សេងបាទយើងចុចពាក្យថា change ខាងលើនេះមកបាទនេះដល់តម្រង់បែបនេះហើយដល់ពេលតម្រង់បែបនេះបងប្អូនស្រឡាញ់មួយណាឥឡូវមិញខ្ញុំដាក់អានេះដោយសារខ្ញុំប្រើ account មួយនោះខ្ញុំប្រើនៅលើនេះអញ្ចឹងគឺវានៅជាប់អញ្ចឹងយើងដាក់ change icon ទៅលើ app ហើយយើងប្រើប្រាស់ account ផ្សេងទៀតគឺ
account បាទ icon របស់យើងនៅលើ Facebook គឺនៅតែដែរអត់មានផ្លាស់ប្ដូរអីទេបាទអញ្ចឹងខ្ញុំប្រើ account មួយទៀតគឺវាឲ្យយើងផ្លាស់ប្ដូរបានបាទអញ្ចឹងយើងអាចប្រើប្រាស់ទៅលើ icon ផ្សេងបានអញ្ចឹងបងប្អូនឆ្លាញ់ icon នេះគេដាក់មកអញ្ចឹងខ្ញុំឆ្លាញ់អាមួយនេះខាងលើនេះឥឡូវខ្ញុំផ្លាស់ប្ដូរពីមួយហ្នឹងមកជា icon ខាងក្រោមនេះក៏បានបាទខ្ញុំឆ្លាញ់យកខាងក្រោមនេះបាទអញ្ចឹងយើងមានចំនួនប៉ុន្មានចំនួន6 icon ទាំងដើមរបស់វាអញ្ចឹងយើងឆ្លាញ់មួយណាយើង select មួយហ្នឹងទៅឥឡូវខ្ញុំសូមយកទី3នេះបាទមកជួងស្ដាំនេះហើយយើងប៉ះទៅលើវាមួយហើយយើងចុចពាក្យថា save ចុចពាក្យថា OK បាទហើយយើងចេញទៅវិញទៅនេះយើងទទួលបានជាមួយនឹង icon ដោយ free បាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានចង់សាកចង់ប្រើប្រាស់ជាមួយនឹង icon របស់ Facebook បាទ complete មើលវីដេអូនេះតាំងពីដើមដល់ចប់បងប្អូននឹងចេះប្រើប្រាស់ជាមួយនឹងការដាក់ icon នៅលើ app របស់យើងផ្ទាល់ឲ្យមានរូបរាងស្រស់ស្អាតបែបនេះតែម្ដងបាទអរគុណបងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយចែករំលែកវីដេអូនេះទៅកាន់បងប្អូនដែលគាត់ចង់បាទប្រើប្រាស់ icon ស្អាតៗនៅលើ Facebook app របស់យើងផ្ទាល់បាទកុំភ្លេចជួយ share វីដេអូនេះទៅកាន់ពួកគាត់ផងអរគុណជួបគ្នានៅវីដេអូក្រោយបាទ